តួអង្គ7អង្គ7កាយាបាទអញ្ចឹងសម្រាប់តួអង្គ7កាយានៅមានបងប្អូនខ្លះគាត់អត់ទាន់បានស្គាល់ទេបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំក៏ចង់ជម្រាបជូនឲ្យបានបាទសម្រាប់ឲ្យគាត់បានដឹងខ្លះបាទអញ្ចឹងសម្រាប់តួអង្គ7អង្គ7កាយាគឺបានកសាងមកយូរហើយបាទប៉ុន្តែមានអ្នកខ្លះគាត់អត់ទាន់បានយល់ថាហេតុអីបានជាបាទកសាង7អង្គនៅដុំតែមួយបាទសម្រាប់អង្គ7កាយាគឺកសាងឡើងដើម្បីតំណាងនៅថ្ងៃទាំង7ថ្ងៃបាទតាំងពីថ្ងៃច័ន្ទអង្គារពុធព្រហស្បតិ៍សុក្រសៅរ៍រហូតដល់ថ្ងៃអាទិត្យបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបំណងចង់សាងរូបឲ្យត្រូវនឹងថ្ងៃកំណើតរបស់គាត់បាទគាត់អាចជ្រើសរើសបាទតួអង្គមួយអង្គដែលត្រូវនឹងថ្ងៃដែលគាត់កើតនៅពេលដែលគាត់ដឹងច្បាស់ថាគាត់កើតថ្ងៃអីហើយមានតួអង្គអីតំណាងឲ្យបាទថ្ងៃរបស់គាត់បាទសម្រាប់តួអង្គ7កាយាគឺកសាងឡើងដើម្បីលើកឫទ្ធិរាសីបាទតួអង្គទាំង7អង្គនេះបាទលើកឫទ្ធិរាសីរបស់យើងគឺលើកកម្លាំងថ្ងៃរបស់យើងបាទសម្រាប់តួអង្គ7កាយាក្នុងមួយអង្គគឺតំណាងមួយថ្ងៃគឺមានគាថាមួយបាទក្នុងមួយថ្ងៃគឺមានគាថាមួយថ្ងៃច័ន្ទគឺមានគាថាមួយថ្ងៃអង្គារពុធព្រហស្បតិ៍សុក្រសៅរ៍អាទិត្យហ្នឹងគឺមានគាថាមួយសម្រាប់តួអង្គមួយបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំក៏ចង់ជម្រាបជូនសម្រាប់បងប្អូនដែលកើតថ្ងៃច័ន្ទគួរសាងរូបអីថ្ងៃអង្គារគួរសាងរូបអីបាទថ្ងៃច័ន្ទគឺយើងកសាងរូបព្រះអង្គហាមសមុទ្រថ្ងៃអង្គារព្រះអង្គផ្ទុំថ្ងៃពុធព្រះអង្គបិណ្ឌបាតថ្ងៃព្រហស្បតិ៍ព្រះអង្គសមាធិថ្ងៃសុក្រព្រះអង្គរំពឹងថ្ងៃសៅរ៍ព្រះអង្គប្រញាកថ្ងៃអាទិត្យព្រះអង្គថ្វាយនេត្របាទតួអង្គ7កាយានេះជារបស់បងប្រុសនៅខាងភ្នំពេញដែលបងប្រុសយកមកកំងហើយបានបញ្ចុះនៅស្ដេចបញ្ញាក្អែក9មុខបាទអញ្ចឹងសូមអរគុណបងប្រុសនិងបងប្អូនទាំងអស់គ្នាសូមអរគុណ